សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ page The Star Tarot យើងមកមើលថាតើយើងនៅថ្ងៃអនាគតមានអ្វីគេខ្លះចង់ប្រាប់យើងនៅពេលបច្ចុប្បន្ននេះហ្នឹងហើយអញ្ចឹងសម្រាប់អ្នកនៅក្នុងនេះណាបើសិនជាអ្នកទាំងអស់គ្នាមានការគិតថានឹងចង់ធ្វើអ្វីមួយដែលផ្លាស់ប្ដូរខ្លួនឯងរឿងហ្នឹងគឺធំហ្មងមិនថាជាការផ្លាស់ប្ដូរការងារផ្លាស់ប្ដូរផ្ទះឬក៏ផ្លាស់ប្ដូរកន្លែងរស់នៅឬក៏តាក់ទងជាមួយនឹងការវះកាត់តាក់ទងជាមួយនឹងការសម្ភាសការងារឬក៏ការត្រូវចាត់ចែងរឿង business យើងថាតើគួរទុកបុគ្គលិកណាឬក៏ចាត់ចែងបុគ្គលិកណាគេគាត់ប្រាប់ថាឲ្យអ្នកទាំងអស់គ្នាធ្វើទៅហើយកុំឲ្យខ្លួនឯងមានអារម្មណ៍ថាដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកកុំគិតថាយើងធ្វើអញ្ចឹងវាមិនត្រូវតិចយើងធ្វើអញ្ចឹងគេស្អប់យើងច្រើនតិចយើងធ្វើអញ្ចឹងវាមានបញ្ហាអីអញ្ចឹងណាអ្នកនៅក្នុងថ្ងៃអនាគតរបស់យើងគាត់មកប្រាប់ថាធ្វើទៅមិនអីទេហើយម្យ៉ាងទៀតគាត់ប្រាប់ថាគ្មានពេលវេលាណាល្អជាងពេលវេលាដែលកំពុងផ្លាស់ប្ដូរបច្ចុប្បន្ននេះទេអញ្ចឹងយើងធ្វើចាស់ហើយមានបៀដែលគាត់ប្រាប់ទៀតថាពេលដែលយើងធ្វើហ្នឹងណាគឺជាផ្លូវដែលនាំឲ្យយើងទៅជួបជាមួយនឹងគូព្រេងឬក៏មនុស្សដែលយើងស្រឡាញ់ហ្នឹងគឺជាបើនិយាយថាគាត់អនាគតវាជាជួបប្តីរបស់គាត់បច្ចុប្បន្នហ្នឹងណាប្តីរបស់គាត់នៅពេលអនាគតហ្នឹងណាហ្នឹងហើយអញ្ចឹងគាត់ថាចន្លោះពេលដែលអ្នកទាំងអស់គ្នាកំពុងតែសម្រេចចិត្តថាចង់ធ្វើអីហ្នឹងណាក៏ជាផ្លូវដែលត្រូវដើម្បីឲ្យអ្នកទាំងអស់គ្នាទៅរកគាត់ដូចគ្នាតែកន្លែងនេះខ្ញុំបើកdetail ឲ្យបន្តិចគឺតកតងថាការងារយើងដែលថាយើងប្រុងធ្វើយើងត្រូវតែគិតឲ្យល្អិតល្អន់ណានឹងឯងត្បិតតាអ្នកដែលគាត់នៅថ្ងៃអនាគតហ្នឹងគាត់មកប្រាប់យើងបែបហ្នឹងមែនតែយើងត្រូវកលេចឬមានអ្នកនៅក្បែរឬមានអ្នកណាគេជួយពិភាក្សាប្រឹក្សាថាតើខ្ញុំធ្វើអញ្ចេះត្រូវអត់ខ្ញុំដើរទៅតាមផ្លូវនេះត្រូវអត់បើសិនជាយើងជាមនុស្សដែលមានភាពជាអ្នកដឹកនាំយើងអាចសម្រេចចិត្តបានតែខ្លួនឯងយើងធ្វើចាស់ប៉ុន្តែបើសិនជាយើងមានអារម្មណ៍ថាយើងនៅស្ទាក់ស្ទើរយើងនៅស្ដើងនៅក្នុងការពិចារណាវិគ្រប់ជ្រុងជ្រោយយើងត្រូវតែរកអ្នកណាគេម្នាក់ដែលមានការប្រឹក្សាល្អសម្រាប់យើងដើម្បីគេជួយមើលថាតើយើងធ្វើនេះមានខ្វះខាតចំណុចណាអត់ឬក៏យើងធ្វើនេះត្រឹមត្រូវហើយអញ្ចឹងណាហ្នឹងហើយអានេះគឺជា tip ខ្លះៗដែលខ្ញុំផ្ញើទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែនៅចុងបញ្ចប់ដែលគេមកប្រាប់យើងហ្នឹងណាខ្ញុំឃើញថាបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចង់បានអ្វីគឺនឹងបានរបស់នឹងដូចបំណងតែបើតាក់ទងជាមួយនឹងរឿងលុយកាក់មកក៏ច្បាស់ដែរថាបើសិនជាយើងមានគំនិតថាចង់បើក business អីមួយឬក៏ចង់ផ្លាស់ប្ដូរការងារអ្វីមួយហ្នឹងណាធ្វើបានហើយចុងបញ្ចប់គឺអ្វីដែលយើងប៉ងហ្នឹងណាបើមិនបានស្មើទេក៏បានលើសហ្នឹងដែរហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំនិយាយទៅមានដូចខ្លះមួយចំណុចពីរចំណុចហ្នឹងណាក៏អាចចាប់ទុកថាជាដួងរបស់អ្នកទាំងអស់គ្នាដែរព្រោះនេះខ្ញុំមើលទៅដួងនៅរឿងនេះដូចជាមិនមែនជា energy មកច្រើនមែនទេគឺមកតិចតួចទេអញ្ចឹងបើសិនជាដូចអ្វីដែលខ្ញុំនិយាយហ្នឹងគឺបានឲ្យត្រូវមកយើងហើយអញ្ចឹងព្យាយាមទៅមុខទៀតណាឃើញបៀដែលគាត់ចេញមកគឺល្អច្រើនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេមានឱកាសយើងជួបគ្នាលើក្រោយទៀតណាអរគុណហើយបើសិនជាពេញចិត្តវីដេអូហ្នឹងកុំភ្លេចចុច like comment និង share វីដេអូហ្នឹងផងចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយ